សូមពុកម៉ែបងប្អូនជួយ Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវហោរាសាស្ត្រព្រមទាំងការទូទាយជាមួយខ្ញុំទាំងអស់គ្នាជារៀងរាល់ថ្ងៃខ្ញុំបានសូមធ្វើការលំអរកាយគោរពនិងជម្រាបសួរទៅដល់លោកស្រីនាងកញ្ញានិងប្រិយមិត្តពុកម៉ែបងប្អូនទូទាំងសនិជនរបស់គ្នាជាទីគោរពនិងជាទីរាប់អាននៅក្នុងថ្ងៃនេះយើងវិលជួបគ្នាសារបាទជាថ្មីម្ដងទៀតនៅក្នុងនីតិហោរាសាស្ត្រប្រចាំថ្ងៃឆ្នាំ2022បាទនៅបាទវេលាថ្ងៃសៅរ៍បាទហើយនៅក្នុងថ្ងៃសៅរ៍ដែលជាថ្ងៃពុកម៉ែបងប្អូនចុងសប្តាហ៍សម្រាប់ពីការងារផងដែរនោះសូមជូនពរទទួលទីមានបានជោគជ័យសំណាងល្អប្រកបកិច្ចការងារផ្សេងៗទទួលបាននូវលទ្ធផលល្អប្រសើរណាស់មកមានបាទជាបញ្ហាអាក្រក់ណាមួយមករាំងស្ទះនោះទេតែបានភាពជោគជ័យល្អប្រសើរបានហើយនៅក្នុងមួយថ្ងៃនេះប៉ុន្តែអស់លោកនេះកើតនៅក្នុងឆ្នាំម្សាញ់ចូលនៅឆ្នាំកុលទេណាឆ្នាំតែពីនេះមិនសូវត្រូវគ្នាទេសូមមេត្តាការប្រុងប្រយ័ត្ននិងយកចិត្តដាក់ចំពោះគ្នាបានខ្ពស់ទៅជាការល្អប្រសើរហើយនៅក្នុងថ្ងៃនេះផងដែរបាទគឺទីវាចរគឺធនត្រង់ខ្លួនទេវតាឲ្យឬпоថ្ងៃសង់ផ្ទះធ្វើដំណើរកំសាន្តជួញប្រែរកស៊ីភអនវ័យមួយគឺល្អប្រសើរណាស់មកមានបាទជាបញ្ហាអ្វីមួយមករែងស្ទះរកការដំណើរការរបស់អស់លោកនេះនោះទេតែនឹងបានភាពជោគជ័យល្អប្រសើរមួយចំនួនត្រឡប់មកវិញមិនមានបញ្ហាអាក្រក់ណាមួយមកកើតឡើងនោះទេហើយនៅក្នុងថ្ងៃនេះអលោកនេះជួញដូរគោក្រវៃធ្វើស្រែចម្ការច្បារដំណាំក៏ទទួលបានអភពផលល្អគួរទីពេញចិត្តមិនមានបញ្ហារាំងស្ទះរកការដំណើរការរបស់អលោកនេះនោះឡើយតែមកពីជោគជ័យល្អប្រសើរហើយនៅក្នុងថ្ងៃនេះពណ៌ដែលល្អសម្រាប់អលោកនេះគឺពណ៌ខៀវដែលជាពណ៌មួយនាំនៅភាពហុកស៊ុយសំណាងល្អជួបនៅពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបាទពេលបងប្អូនទស្សនិកជនអស់គ្នាទីនេះបន្តមកទីនេះចំពោះការមើលក្បួនទិសបាត់វិញម្ដងក្នុងការជាដំណើរប្រកបមុខរបររកស៊ីជីដូទីចិត្តទីឆ្ងាយដើម្បីទទួលបានជោគជ័យស្រីសុស្ដីជ័យមង្គលសំណាងល្អសុខសុវត្ថិភាពទាំងអស់គ្នាផងដែរថាតើនៅក្នុងមួយថ្ងៃនេះពុកម៉ែបងប្អូនទីនេះសូមធ្វើដំណើរកំសាន្តប្រកបការងាររកស៊ីជីដូទីចិត្តទីឆ្ងាយនៅក្នុងថ្ងៃសៅរ៍ចុងសប្តាហ៍នេះសូមលោកអ្នកធ្វើដំណើរកំសាន្តសូមប្រកាន់យកទៅកាន់ត្បូងគឺជាទិសបេដងរស់លោកអ្នកធ្វើអ្វីតែងតែទទួលបានជោគជ័យនិងសំណាងល្អប៉ុន្តែលោកអ្នកមិនគួរចោលយាត្រាទៅទិសខាងជើងឡើយគឺជាទិសបេដងស្លាប់លោកអ្នកធ្វើអ្វីមួយមិនសូវគប់ប្រសើរឡើយចំពោះការមើលក្បួនទំនាយជិះឬក្នុងការអង្គុយក្នុងពិធីរៀបមង្គលការទីសែនព្រេងនិងលេងល្បែងទីសងបាននៅក្នុងបាទថ្ងៃសៅរ៍ចុងសប្តាហ៍នេះសូមអរលោកអ្នកធ្វើការអង្គុយបាទទៅបាទទិសបាទខាងត្បូងទើបមានជោគជ័យនិងសំណាងល្អបន្តមកលោកអ្នកបែរមកត្រកទិសអាគ្នេយ៍ទើបមានជោគជ័យសំណាងល្អស្វែងគល់ក្នុងក្រុមគ្រួសារទាំងអស់គ្នាចំពោះការមើលក្បួនកាកបាទយាមក្រឡាដែលលោកបុរាណបានចងក្រងក្បួនយាមក្រឡានេះដើម្បីទុកប្រើសម្រាប់កូនចៅជំនាន់ក្រោយក្នុងការជាដំណើរប្រកបការងាររកស៊ីជីដូទីចិត្តទីឆ្ងាយដើម្បីទទួលបានជោគជ័យស្ដីសុស្ដីជ័យមង្គលសំណាងល្អសុខសុវត្ថិភាពទាំងអស់គ្នាផងដែរនោះនៅក្នុងបាទថ្ងៃសៅរ៍ចុងសប្តាហ៍នេះសូមបងប្អូនធ្វើការអនុវត្តនៅតាមដានស្ដាប់ជាមួយយើងខ្ញុំដូចតទៅចំពោះការជិះដំណើរម៉ោងយប់ព្រឹកចាប់ពីម៉ោងមុនរងាវដល់ម៉ោង 6:30 នាទីព្រឹកបាត់គឺជាម៉ោង01មានន័យថាការធ្វើដំណើរនិងធ្វើជំនួយជួញដូរធ្វើអ្វីមួយគឺល្អប្រសើរណាស់មិនមានផលលំបាកអ្វីមួយមករាំងស្ទះនោះទេចំពោះការជិះដំណើរម៉ោងបាត់ពេញពន្លឺចាប់ពីម៉ោង 6:30 ដល់ម៉ោង 11:00 មានន័យថាលោកអ្នកធ្វើអ្វីមួយតែនឹងបានផលល្អប្រសើរមួយចំនួនត្រឡប់មកវិញមិនមានបញ្ហាអាក្រក់ណាមួយនោះឡើយចំពោះការជិះដំណើរម៉ោងបាទថ្ងៃត្រង់ចាប់ពីម៉ោង 11:00 ដល់ម៉ោង 2:00 គឺជាម៉ោងកាកបាទមានន័យថាលោកអ្នកធ្វើអ្វីមួយត្រូវតែមានការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ចំពោះគ្នាបានខ្ពស់ទៅប្រសើរចំពោះការជិះដំណើរម៉ោងបាទរសៀលទេណាចាប់ពីម៉ោង 2:00 ដល់ម៉ោង 5:00 គឺជាម៉ោងផ្នត់សូន្យមានន័យថាទៅទេសួនជើងលោកអ្នកធ្វើអ្វីមួយមិនជួបគ្រូឡើយហើយលោកអ្នកក៏មិនជួបនឹងសំណាងអ្វីមួយនោះទេនៅក្នុងចន្លោះម៉ោងនេះចំពោះការជិះដំណើរម៉ោងបាទល្ងាចយប់ចាប់ពីម៉ោង 5:00 ដល់ម៉ោងចូលគេងគឺជាម៉ោង 02 មានន័យថាជាម៉ោងសុខសាន្តរកការប្រកបការងារផ្សេងៗទទួលបាននូវលទ្ធផលល្អប្រសើរណាស់មិនចោតជាមានបញ្ហាណាមួយមករាំងស្ទះនោះឡើយនៅក្នុងថ្ងៃនេះហើយបើមានសត្រូវមកពីមុខសូមឲ្យរំលងមកពីក្រោយខ្នងសូមឲ្យវិនាបើមានអាណាប៉អក្រក់លើរូបនេះនឹងធ្លាក់លើរូបគេការប៉ងប្រាថ្នាទៅទុំក្តីតែមិនសម្រេចដោយក្តីបំណងប៉ងប្រាថ្នាយឺនយូរទាំងអស់គ្នាបាទប្រិមត្តបងប្អូនទូទាំងសនិកជនអស់គ្នាទីនេះបន្ត
មកទៀតទៀតជំនល់នីតិហោរាសាស្ត្រប្រចាំថ្ងៃឆ្នាំទី12ថាតើនៅក្នុងថ្ងៃនេះឫស្សីរបស់លោកអ្នកនឹងមានការប្រែប្រួលទៅជាយ៉ាងណានោះសូមតាណានស្ដាប់ជាមួយយើងខ្ញុំហើយមុននឹងស្ដាប់ខ្ញុំបាទក៏សូមបួងសួងដល់ក្រុមវត្ថុស័ក្តិសិទ្ធិផលនិពន្ធមាននៅក្នុងលោកសូមតាមថែរក្សាលោកនេះដែលកើតនៅក្នុងឆ្នាំទី12សម្រាប់ស៊ីមិនបានជោគជ័យសំណាងល្អទាំងអស់គ្នាតែម្ដងហើយលោកនេះកុំឲ្យខាតពេលសូមបងប្អូនប្រិមិត្តមករីតាណានស្ដាប់ទៅយកចិត្តដាក់នឹងគេឡាចុច share ចុចវិទ្យុនិងខមមិនលេខសំណាងរបស់ខ្លួនដើម្បីសូមសេរីសុខសូមសំណាងល្អនៅក្នុងមួយថ្ងៃសៅរ៍ចុងសប្តាហ៍នេះនៅក្នុងឆ្នាំ2021ឥឡូវនេះកុំឲ្យខាតពេលសូមអរអ្នករីស្ដាប់ជាមួយខ្ញុំដូចតទៅបាទទីនេះជួបមកពុកម៉ែបងប្អូនប្រិមិត្តទស្សនិកជនរបស់គ្នាដែលកើតនៅក្នុងឆ្នាំជូតបាទចូលជាតរិស័យរបស់ពុកម៉ែបងប្អូនបាទនៅក្នុងបាទថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតបាទនៅក្នុងថ្ងៃនេះឌូរិស័យរបស់លោកអ្នកបានងើបឡើងខ្ពស់ដូច្នេះលោកអ្នកធ្វើអ្វីតែងតែទទួលនូវភាពជោគជ័យល្អប្រសើរមួយចំនួនត្រឡប់មកវិញមិនចោលជាមានបាទបញ្ហាអាក្រក់ណាមួយមកកើតឡើងនោះទេតែមកភាពជោគជ័យល្អប្រសើរហើយការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែភាពសុខដុមនេះសុំមួយដងហើយរាបញ្ហាស្នេហ៍ប្រស្ដីមានភាពស្រស់ស្រាយផ្អែមល្ហែមល្អចំពោះគ្នាណាមិនចោលជាមានបញ្ហារឿងរ៉ាវអ្វីមួយមកកើតឡើងនោះទេតែមកភាពជោគជ័យហើយរាបញ្ហាស្នេហ៍ប្រស្ដីមានភាពល្អប្រសើរចំពោះគ្នាមិនមានរឿងរ៉ាវកើតឡើងនោះឡើយសូមបងប្អូនកុំភ្លេចខមមិនលេខសំណាងគឺលេខ555ដែលជាលេខសំណាងហុងស៊ុយល្អប្រសើរណាស់នៅក្នុងថ្ងៃនេះបាទជាបន្តមកទីនេះចំណល់អលនីកើតនៅក្នុងឆ្នាំឆ្លូវជោគជ័យតរិស័យរបស់អលនីនៅក្នុងថ្ងៃនេះឃើញថាស្រត់ចុះបាទនៅក្នុងថ្ងៃនេះឌូរិស័យរបស់លោកអ្នកបានធ្លាក់ស្រត់ចុះលហើយលោកអ្នកធ្វើអ្វីមួយមិនសូវមានការបាត់ប្រុងប្រយ័ត្នប្រយែងទេទៀមទីមានការយកចិត្តដាក់ចំពោះគ្នាបានខ្ពស់ទៅជាការល្អប្រសើរហើយការរកស៊ីផ្លុតទឹកផ្លុតគោផ្លុតកាសក្តីក៏ទទួលអនុផលទីពេញចិត្តមិនចោលជាមានបាត់បញ្ហាអាក្រក់ណាមួយមករេស្ទីនោះទេនឹងបានភាពជោគជ័យល្អប្រសើរហើយការធ្វើដំណើរជួបតែស្ដីសុខសេមសាននេះសំមួយដងហើយចំពោះបញ្ហាស្នេហ៍ប្រុសស្រីត្រូវតែប្រឹងប្រែងទាំងអស់គ្នាទីនេះរាល់ការប្រកបការងារបន្តទៅមុខទៀតទៅនាំនៅភាពជោគជ័យទាំងអស់គ្នាតែម្ដងហើយបការរកស៊ីផ្លុតទឹកផ្លុតគោផ្លុតកាសក្តីក៏ទទួលបានផលកម្រៃក្រនីតិពេញចិត្តមិនចោលតែមានបញ្ហារេស្ទីនោះឡើយសូមភ្លេចកុំលេខសំណាងគឺលេខ168ដែលជាលេខសំណាងហុងស៊ុយអបសាននៅក្នុងថ្ងៃនេះបាទបន្តមកទីនេះចំណល់អលនីកើតនៅក្នុងឆ្នាំខាលជួយគិតរិស័យរបស់លោកនៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតបាទនៅក្នុងថ្ងៃនេះផ្ដល់ផលសម្រាប់លោកអ្នកធ្វើដំណើរកិច្ចការងារពីព្រោះតែងតែមានការសហការពីអ្នកដទៃនឹងហុចផលផ្លែផ្កាមកវិញក្រនជាទីពេញចិត្តហើយការប្រកបការងាររកស៊ីជីដូលោកអ្នកគុំសោះអង្គុយត្រូវរវាដៃជើងព្រោះមិនដូចនេះទេទ្របលៀបដែលបរងតែដល់ណៃនឹងក្រោបោហួសធ្លាក់ទៅលើអ្នកដទៃជាមិនខានឡើយហើយរីបញ្ហាស្នេហ៍ប្រស្រីកំឡោះក្រមុំមានភាពស្រស់ស្រាយមានការជាអត់អល់ឲ្យគ្នាល្អប្រពៃមិនមានរឿងរ៉ាវកាលឡើងនោះឡើយហើយសូមលោកអ្នកខមមិនលេខសំណាងគឺលេខ555ដែលជាលេខសំណាងហុងស៊ុយល្អប្រសើរណាស់នៅក្នុងថ្ងៃនេះមកជាបន្តមកទីនេះចំណល់អលនីកើតនៅក្នុងឆ្នាំថោះជោគជ័យតរិស័យរបស់អលនីនៅក្នុងថ្ងៃនេះឃើញថាល្អជាមកជុំបាននៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការរីកចម្រើនលូតលាស់សន្សំទៅមុខក៏មានថយក្រោយទេដូច្នេះហើយទោះបីធ្វើអ្វីក៏ដោយតែងតែទទួលបានផលផ្លែផ្កាគួយទីពេញចិត្តហើយការប្រកបការងាររបស់លោកអ្នកមានការរីកចម្រើនលូតលាស់ច្រើនទៅមុខគួរសមដូច្នេះហើយមិនថាងារចាស់ឬការងារថ្មីក្តីឲ្យតែមានការបាប្រឹងប្រែងយកចិត្តដាក់នោះតែទទួលបានផលល្អប្រសើរមួយចំនួនត្រឡប់មកវិញមិនមានផលលំបាកណាមួយនោះទេហើយសូមពុកម៉ែបងប្អូនកុំភ្លេចខមមិនលេខសំណាងគឺលេខ999ដែលជាលេខសំណាងហុងស៊ុយល្អប្រសើរណាស់នៅក្នុងថ្ងៃនេះមកជាបន្តមកទីនេះចំណល់អលនីកើតនៅក្នុងឆ្នាំរោងជោគជ័យតរិស័យនៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតបាននៅក្នុងថ្ងៃនេះការប្រកបការងារអ្វីតែផ្ដោតផលល្អហើយផ្លែផ្កាមកវិញក្រនយទីពេញចិត្តហើយសម្រាប់ថ្ងៃនេះដែរបលូននេះចង់ចរចាឬយករឿងសំខាន់អ្វីមួយមកសម្រាប់ចិត្តពេលលីឡោប្របីគូសំចំពោះលោកអ្នកបកមុខរបររកស៊ីដូរចំបោះទុនទុយធំមិនតខអ្វីឡើយពីព្រោះផលល្អនឹងហុចមកវិញចំណេញហើយការធ្វើដំណើរទៅចិត្តទីឆ្ងាយជួបភាពសុខដុមនេះសងមួយដងរេបញ្ហាស្នេហ៍ប្រស័យកំឡោះក្រមុំមានការជឿនទៅមុខនិងមានភាពស្រស់ស្រាយផ្អែមល្ហែមល្អចំពោះគ្នាប្របីមិនមានរឿងរ៉ាវអ្វីកើតឡើងនោះទេតែមានភាពល្អប្រសើរហើយសូមលោកអ្នកខមមិនលេខសំណាងគឺលេខ168ដែលជាលេខសំណាងហុងស៊ុយល្អប្រសើរណាស់នៅក្នុងថ្ងៃនេះមកជាបន្តមកទីនេះចំណល់អលនីកើតនៅក្នុងឆ្នាំម្សាញ់ជោគជ័យតរិស័យនៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតបាននៅក្នុងថ្ងៃនេះ
លោកនេះមានជោគមានជ័យស្រីសុស្រីជ័យវិពលហើយទៅធ្វើអ្វីក្តីតែទទួលផលផ្លែផ្កាមកវិញក្រននីតិពេញចិត្តផងហើយចំពោះលោកនេះប្រកបមុខរបររកទីជីដូមិនថាទីចិត្តទីឆ្ងាយតែទទួលផលកម្រៃក្រននីតិកក់ក្រៅមិនចោលជាមានបញ្ហាក្រណាមួយមករេស្ទៀននោះឡើយហើយការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែសេរីសុខសៀមសានវិសមមួយដងហើយរីបញ្ញាសិនប្រស្រីមានភាពផ្អែមល្ហែមលយចំពោះគ្នាណាស់មិនមានរឿងរ៉ាវអាក្រក់នោះទេហើយសូមលោកអ្នកកុំភ្លេចខមមិនលេខសំណាងគឺលេខ999ដែលជាលេខសំណាងហុងស៊ុយឡបសណានៅក្នុងថ្ងៃនេះបាទបងប្អូនទូទាំងសនិជនទាំងអស់គ្នាបន្តទៀតជួបម្ដងលោកនាងកោនៅក្នុងឆ្នាំមមីជោគជ័យរិស័យរបស់អរលានបាននៅក្នុងថ្ងៃនេះឃើញថាសរុបចុះបាននៅក្នុងថ្ងៃនេះលោករិស័យរបស់លោកនាងបានធ្លាក់សរុបចុះលហើយធ្វើដំណើរជីវិតរបស់លោកនាងមិនមានភាពល្អប្រសើររីកលូតលាស់នោះទេរាល់ការងារតែទទួលបានភាពរ៉ាក់រអួលបន្តិចបន្តួចក្នុងថ្ងៃនេះហើយការធ្វើដំណើរទៅចិត្តទីឆ្ងាយជួបភាពទាំងមកទើសមួយចំនួនត្រឡប់មកវិញទីមទាលោកអ្នកប្រឹងប្រែងយកចិត្តដាក់ក្នុងការបំពេញការងារបានខ្ពស់ទៅពីការល្អប្រសើរហើយការរកស៊ីផ្លោតទឹកផ្លោតគោផ្លោតឱកាសក្តីក៏ទទួលបានផលកម្រៃគ្រាន់តែទីពេញចិត្តមិនចោតជាបញ្ហានោះឡើយហើយសូមពុកម៉ែបងប្អូនខមមិនលេខសំណាងទាំងអស់គ្នាគឺលេខ888ដែលជាលេខសំណាងហុងស៊ុយល្អប្រសើរណាស់នៅក្នុងថ្ងៃនេះនាំនៅភាពជោគជ័យហើយបើមានសត្រូវមកពីមុខសូមឲ្យរំលងមកមុខពីក្រោយខ្នងសូមឲ្យវិនាបើមានអាណាផងក្រំលើរូបអ្នកនឹងធ្លាក់ទៅលើរូបគេការប៉មប្រាថ្នាទុយធំក្រីតែបានសម្រេចដោយក្តីបំណងប៉មប្រាថ្នាទាំងអស់គ្នាមកបងប្អូនទូទាំងសនិជនរបស់គ្នាបន្តមកទៀតជុំដល់លោកនាងកើតនៅក្នុងឆ្នាំមមែជោគជ័យរិស័យរបស់លោកនាងនៅក្នុងថ្ងៃនេះឃើញថាល្អជាមកភ្ជុំបាននៅក្នុងថ្ងៃនេះលោករិស័យរបស់លោកនាងបានល្អជាមកភ្ជុំដូច្នេះហើយលោកអ្នកធ្វើអ្វីក៏ដោយតែទទួលបានភាពជោគជ័យល្អប្រសើរមួយចំនួនត្រឡប់បានមកវិញមិនចោលជាមានបញ្ហាអាក្រក់ណាមួយមកកើតឡើងនោះទេហើយការធ្វើដំណើរបាត់ទីចិត្តទីឆ្ងាយជួបតែសេរីសុខសៀមសានវិសមមួយដងហើយរីឯបញ្ញាសនប្រស្រីមានភាពស្រស់ស្រាយផ្អែមល្ហែមល្អចំពោះគ្នាណាមិនមានរឿងរ៉ាវអាក្រក់ណាមួយមកកើតឡើងនោះឡើយសូមបងប្អូនទទួលទីមានបានជោគជ័យសំណាងល្អប្រកបកិច្ចការងារអ្វីនឹងបាននូវលទ្ធផលល្អគួរទីគប់ចិត្តប៉មប្រាថ្នាទាំងអស់គ្នាមិនមានរឿងរ៉ាវកើតឡើងនោះទេហើយសូមបងប្អូនខមមិនលេខសំណាងគឺលេខ777ដែលជាលេខសំណាងហុងស៊ុយល្អប្រសើរណាស់នៅក្នុងថ្ងៃនេះជាបន្តមកទីនេះជុំដល់លោកនាងកើតនៅក្នុងឆ្នាំវកជោគជ័យរិស័យរបស់លោកនាងបាននៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតបាននៅក្នុងថ្ងៃនេះលោករិស័យរបស់លោកនាងបានងើបឡើងខ្ពស់ដូច្នេះលោកនាងធ្វើអ្វីតែទទួលបានភាពជោគជ័យល្អប្រសើរមួយចំនួនត្រឡប់មកវិញមិនចោតជាមានបញ្ហាអាក្រក់ណាមួយមករះទេនោះទេតែមកភាពជោគជ័យហើយការធ្វើដំណើរមកទីចិត្តទីឆ្ងាយជួបតាស្រីសុខសៀមសានវិសមមួយដងហើយរីបញ្ញាសនប្រស្រីមានភាពស្រស់ស្រាយផ្អែមល្ហែមល្អចំពោះគ្នាណាមិនមានរឿងរ៉ាវអាក្រក់កើតឡើងនោះទេហើយតែសូមពុកម៉ែបងប្អូនកុំភ្លេចខមមិនលេខសំណាងទាំងអស់គ្នាបាត់គឺលេខ999ដែលជាលេខសំណាងហុងស៊ុយល្អប្រសើរណាស់នាំឲ្យលោកអ្នកឈានរកភាពជោគជ័យទាំងអស់គ្នានៅក្នុងថ្ងៃសៅរ៍ចុងសប្តាហ៍នេះមកជាបន្តមកទីនេះជុំដល់អរលោកនាងកើតនៅក្នុងឆ្នាំរកាជោគជ័យរិស័យនៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតបាននៅក្នុងថ្ងៃនេះផ្ដល់ផលសម្រាប់លោកអ្នកធ្វើដំណើរកិច្ចការងារពីព្រោះតែមានការសហការពីអ្នកដទៃនឹងផ្លេចផលផ្លែផ្កាមកវិញគួរទីពេញចិត្តមិនចោតជាមានបញ្ហាអាក្រក់ណាមួយមកកើតឡើងនោះទេតែទទួលបានភាពជោគជ័យល្អប្រសើរហើយការធ្វើដំណើរទីចិត្តទីឆ្ងាយជួបភាពសុខដុមរិះសំមួយដងហើយចំពោះឯបញ្ញាសនប្រស្រីកំឡោះក្រមុំពុកម៉ែម៉ៃក្តីនឹងមានភាពស្រស់ស្រាយផ្អែមល្ហែមល្អចំពោះគ្នាមិនមានរឿងរ៉ាវអាក្រក់កើតឡើងនោះឡើយហើយសូមលោកអ្នកហើយកុំភ្លេចខមមិនលេខសំណាងរបស់គ្នាគឺលេខ555ដែលជាលេខសំណាងហុងស៊ុយល្អប្រសើរណាស់នៅក្នុងថ្ងៃនេះមកបន្តមកទីនេះជុំដល់អរលោកនាងកើតនៅក្នុងឆ្នាំចជោគជ័យរិស័យរបស់លោកនាងបាននៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតបាននៅក្នុងថ្ងៃនេះលោករិស័យរបស់លោកនាងបានងើបឡើងខ្ពស់ដូច្នេះលោកនាងធ្វើអ្វីតែទទួលបានភាពជោគជ័យល្អប្រសើរមួយចំនួនត្រឡប់មកវិញមិនចោតជាមានបញ្ហាអាក្រក់ណាមួយមករាំងស្ទះនោះទេតែមានភាពជោគជ័យល្អប្រសើរហើយការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែស្រីសុខសៀមសានវិសមមួយដងហើយចំពោះឯបញ្ហាសម្រាប់ស្រីកំឡោះក្រមុំពុកម៉ែម៉ៃក្តីមានភាពស្រស់ស្រាយផ្អែមល្ហែមល្អចំពោះគ្នាណាមិនមានរឿងរ៉ាវអាក្រក់ណាមួយមកកើតឡើងនោះទេហើយការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែស្រីសុខសៀមសានវិសមមួយដងហើយសូមពុកម៉ែបងប្អូនកុំភ្លេចខមមិនលេខសំណាងទាំងអស់គ្នាបានគឺលេខ168ទីនេះដែលជាលេខសំណាងហុងស៊ុយល្អប្រសើរណាស់នៅក្នុងថ្ងៃនេះមកជាបន្តមកទីនេះជុំដល់អរលោកនាងកើតនៅក្នុងឆ្នាំកុលជោគជ័យរិស័យរបស់លោកនាងបាននៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតបាននៅក្នុងថ្ងៃនេះ
Đua đi xây rabon này bàn mình to càng ngược lại cút mình to tiệt hơi đi trên này luôn nè thưa quay tay mà phiệp chụp chơi cả cọp lò còn những tí bình chất mình cho chỉ miền bành ha cọ nào mỗi một cả lần tê hơi cả phụ đầm nở ở tí chất tí ngay chụp ta sẽ đây sọc xem sang đi xong đòn hơi rìa bành ha snap crossray cầm lò cầm mồm từ phù ma mày cái đấy miền phiệp lò và sau đó những phục ní mà miền đường ra cọ cả lần lơi hơi và miền sẽ trâu một bị một cái nú và số mai rùm lo mà một bị còi non số mà bị ní mà miền nè po trong lời rụt ní nằm sẽ lời rụt kếการปองรัตนาตัวทุ่มก็ได้ไตมันสำหรับยึดได้นองปองรัตนายืนอยู่ถึงออกนี่หาบ่มีสตรมปีมกโซไม่รุมโลมาปีกรอยนองโซมาบินี่บามีนาป้อกรอบเลยรุมนี่แหละเลยรุมเก้การปองรัตนาตัวทุ่มก็ได้ไตมันสำหรับยึดได้บ่นองปองรัตนาถึงออกนี่ให้สมบูรณ์มันป้นผมพลิกกับมันเลยสนะถึงออกนี่มันคือเลย168ทีนี้ได้จะเลยสนะของซุยรอบสานะนะครับไงนี่มาประมาณประมาณโปรตัวเตสในจุดหอกนี้ที่นั่นได้บรรทนาสลับนกาตุตีเนยดีฮอร์ซ่าประจำทั้งไอชินามเทอราปีจมูกยืดเขี้ยมกับตามราสกุลยูทูบกับตามเฟซบุ๊กได้ทั้งหอกนี้จะตีกรุ๊ปนึงจะตีรับแอนในโลกในยุคสมัยจับเติมแต่บนช่องส่งประมาณโปรจนละจุดแชร์จุดพิซับสไครต์แล้วรูปกันดังเราไปตัวบ้านเราวิดีโอไม่รอการตุตีจมูกยืดเขี้ยมในโลกในยุคกับมาขาดเฟซส่งตานานจมูกยืดเขี้ยมในวิดีโอกรอยกลับมาตอบติดจีเรียงรอทั้งไงส่งประมาณโปรជួយ like ជួយ share ជួយ subscribe ដល់រូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗរាល់ការទូទាយជាមួយយើងខ្ញុំឥឡូវនេះយើងសូមបញ្ចប់ត្រឹមតែនេះចោះសូមអរគុណសូមគោរពលា